គ្រប់ការធ្វើដំណើរទាំងអស់ចាប់ផ្ដើមពីជំហានទី1 ឥឡូវនេះខ្ញុំចាប់ផ្ដើមជំហានទី1របស់ខ្ញុំនេះមិនមែនធ្វើឡើងដើម្បីប្រកួតប្រជែងឬជោគជាជំនះលើអ្នកណាមួយឡើយតែវាគឺជាការយកជាជំនះលើខ្លួនខ្ញុំផ្ទាល់រៀងរាល់រាត្រីខ្ញុំចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការសិក្សារៀនសូត្ររហូតដល់វេលាយប់ជ្រៅរៀងរាល់ពេលខ្ញុំផ្ដោតលើគោលដៅរបស់ខ្ញុំគ្រប់ពេលដែលខ្ញុំដួលខ្ញុំប្រឹងប្រែងរៀនសូត្រដើម្បីក្រោកឈរឡើងវិញផ្ចាញ់នៅភាពខ្ជិលច្រអូសសង្ស័យនិងភាពស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ខ្ញុំរៀងរាល់ព្រះអាទិត្យរះខ្ញុំតែងរំលឹកខ្លួនឯងថាកម្លាំងពិតគឺចេញពីក្នុងចិត្តខ្ញុំមិនគ្រាន់តែកំពុងតែផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃឡើយគឺខ្ញុំកំពុងតែផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយខ្ញុំក៏កំពុងតែបានជួយផ្លាស់ប្ដូរអ្នកឯទៀតនៅក្នុងដំណើររបស់ខ្ញុំមួយនេះជ័យជំនះពិតប្រាកដគឺចាប់ផ្ដើមពីក្នុងចិត្តរបស់យើង